ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមានវីដេអូមួយចង់បង្ហាញជូនបងប្អូនពីរបៀបធ្វើផ្អកក្រពើឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយអត់ពុលទៀតផងបងប្អូនចាហើយសម្រាប់ក្រពើនេះដែរគឺនាងខ្ញុំលាងទឹកស្អាតហើយនាងខ្ញុំយកមកប្រឡាក់ជាមួយនឹងអំបិលនឹងប្រហែលជា3ស្លាបព្រាណាបងប្អូនចាហើយសម្រាប់ក្រពើវិញប្រហែលជា4ខាំអញ្ចឹងវាអំបិលហ្នឹងវាសមល្មមជាមួយនឹងក្រពើហ្នឹងហើយបងប្អូនចានៅពេលដែលយើងលេងអំបិលផ្អាប់ទុកមួយយប់ឬក៏2យប់ហើយយើងយកមកចាវជាមួយនឹងកលីងហើយនឹងដាក់ខ្ញីបន្តិចបងប្អូនចាហើយសម្រាប់ការចាវអង្គលីងនេះវិញគឺនាងខ្ញុំបន្ថែមស្ករប្រហែលជាមួយចុងស្លាបព្រាដាក់ឲ្យរៀងផ្អែមតិចចឹងណាបងប្អូនចាបន្ទាប់មកយើងយកមកដាក់ជាមួយនឹងកំប៉ុងយើងដដែលទេហើយយើងផ្អាប់ទុកប្រហែលជា5ថ្ងៃទៅ1សប្តាហ៍បងប្អូនចាគឺអាចញ៉ាំបានហើយតែសម្រាប់រសជាតិវិញគឺអាចថាមិនសូវជាជូរខ្លាំងទេអញ្ចឹងបើសិនជាជូរតិចយើងអាចបន្ថែមជាមួយនឹង7ខ្ចីឬក៏ស្ក្រូចឆ្មាបានណាបងប្អូនចាបងប្អូនចង់ឲ្យវាជូរខ្លាំងបងប្អូនទុកដល់ទៅ1សប្តាហ៍ទៅគឺជូរល្មមហើយបងប្អូនចាំបាច់ថែមក្រូចឆ្មាឬក៏7ខ្ចីទៀតទេតែសម្រាប់នាងខ្ញុំដោយសារតែនាងខ្ញុំឃ្លានដែរអញ្ចឹងហើយគឺឆាប់យកមកញ៉ាំតែម្ដងហើយបន្ថែមជាមួយនឹង7ខ្ចីបន្តិចទៀតទៅបងប្អូនចាស់គឺរត់តែឆ្ងាញ់យកតែមែនតើណាបងហើយដោយអ្វីដែលនាងខ្ញុំបានបង្រៀនបងប្អូនពីដើមវីដេអូមកអញ្ចឹងគឺបើសិនជាបងប្អូនចង់ធ្វើផ្អកឲ្យឆ្ងាញ់ហើយអត់ពុលទី1យើងទៅរើសឲ្យស្អាតកុំឲ្យមានសម្រាមហើយនឹងចៃវាបងប្អូនចាស់បើកាលណាដោយចៃវាតែមួយគឺយើងអាចពុលភ្លាមតែម្ដងហើយនេះនាងខ្ញុំធ្វើច្រើនលើកច្រើនសារហើយគឺមិនដែលបរាជ័យម្ដងណាទេបងប្អូនចានិយាយរួមទៅគឺអត់ដែលពុលម្ដងណាទេធ្លាប់ឮតែគេថាផ្អកក្រពើពុលផ្អកពុលអីចឹងណាតែសម្រាប់នាងខ្ញុំធ្វើគឺមិនដែលពុលទេបងប្អូនចាហើយសម្រាប់រសជាតិវិញនិយាយថាពីឆ្ងាញ់យកតែមែនតែនហើយបើបានប្រសក់ខ្ចីខ្លះសេឡើងស្រួយស្រាប់អញ្ចេះទៀតបងប្អូនហើយនិយាយពីថាបាយគឺអស់ដាច់មួយឆ្នាំងតែម្ដងចាហើយឥឡូវនេះដែរអូននាងខ្ញុំក៏បានឈានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ